Hi guys, stay nè nè, chụp một nhóm chuyên luyện mà đoạn tiết 2 ngày nắng cứ hiện nhưng mà bài bao nè đoạn clip lại đó chúng mình kể mỗi bên chúng ta sàm phi hay kể mỗi nắng cứ đôi phải âm tái phần tái vì mình chưa phải âm nửa tê hay kể mỗi nắng cứ đôi play lang mình tên hay dân ai lên man từng việc từng quay được gọi chắc á hay sự đại អ្នកដែល introvert ខ្ញុំពិតជា recommend ឲ្យគាត់មកលេងខ្លាំងមែនទែនដោយសារតែវាសប្បាយហើយទោះបីគាត់អត់ចង់មានមិត្តភក្តិក៏គាត់អាចមកលេងបានដែរហើយខ្ញុំក៏ដឹងថាមនុស្សមួយចំនួនក៏ស្គាល់វាហើយមនុស្សមួយចំនួនទៀតក៏មិនទាន់ស្គាល់វាគឺជាហ្គេមមួយដែលធ្វើឲ្យយើងវាប្រៀបដូចជីវិតពិតចឹងវាយើងចង់ធ្វើអីក៏បានដែរធ្វើតាមបេះដូងហើយមួយទៀតគឺយើងអាចទៅធ្វើការយកលុយដូចតែជីវិតពិតដូចដែលខ្ញុំបាននិយាយថាហ្គេមមួយហ្នឹងគឺវាដូចជីវិតពិតណាស់មែនតើហើយមួយទៀតទៅពេលដែលយើងចូលមកយើងអាចរើសក្រុងរើសអីបានត្រឹមត្រូវយើងនឹងកាន់តែសប្បាយលេងហើយសម្រាប់ដែលក្រុងដែលខ្ញុំចង់ឲ្យអ្នកគ្នាលេងនោះគឺខ្ញុំ recommend ខ្លាំងមែនតើទៅលើក្រុងកៅសៀថោនព្រោះខ្ញុំគិតថាក្រុងមួយហ្នឹងគឺ role play ខ្លាំងមែនតើវាសប្បាយលេងសម្រាប់ខ្ញុំបានតេស្តបាន2-3ថ្ងៃហើយគឺវាសប្បាយលេងមែនអ្នកទាំងអស់គ្នានៅពេលដែលយើងខ្វះខាតអីឬក៏យើងកលេចអីមួយឬក៏យើងកាត់អីមួយយើងគ្រាន់តែប្រាប់ទៅកាន់ admin នឹងជួយសម្រួលឲ្យយើងហើយបន្ទាប់ហើយវាដូចតែយើងលេងធម្មតាដូចតែជីវិតពិតចឹងគឺវាសប្បាយលេងហើយវាចុះឈ្មោះវាអីនៅវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកនរគ្នាតែបើនេះទេមិនបាច់វីដេអូក្រោយទេខ្ញុំខ្ជិលធ្វើទៀតណាអាចុយម្ដាយនោះឬនិយាយចូលឡើងច្រើនកបាល់ឡើងឆ្នាំងបាយលើកឯងនេះđây nè khiខ្ញុំនិយាយលេងទេហើយតែប៉ុន្តែបើសិនជាអ្នកគ្នាចង់ដើរឬក៏ចុះឈ្មោះចូលក្រុងអ្នកគ្នាអាចទៅមើលវីដេអូរបស់ចាយូរ៉ាចាំខ្ញុំនឹងដាក់ link របស់គាត់នៅក្នុង comment ហើយអ្នកគ្នាអាចចូលទៅមើលហើយក៏ចូលទៅលេងក្រុងម្នាក់មួយទៀតណោះហើយមួយទៀតសម្រាប់អ្នកដែលស្រីៗគ្នាអ្នកដែលអត់មានសង្សារឬក៏ single វ័នឆ្នាំអីក៏យើងអាចចូលទៅលេងដែរហើយមួយទៀតយើងអាចដកលុយរបស់យើងហ្នឹងតែអញ្ចឹងបយបានដូចគ្នាណែធ្វើតាមបែបដូចយើងទៅហើយខ្ញុំក៏អត់ដឹងថាខ្ញុំបានផុសវីដេអូទៀតដែរអត់ទេព្រោះថាភាគច្រើនគឺខ្ញុំlạiតែផុសពី mobile ជាមួយនឹង Free Fire អញ្ចឹងដែរនៅក្នុង page ធំរបស់ខ្ញុំណាអ្នកគ្នាហើយគឺខ្ញុំអត់សូវផុសនៅក្នុង TikTok ទេនេះគឺជាវីដេអូទី1ដែលខ្ញុំផុសនៅក្នុង TikTok វីដេអូរបស់យើងមានតែប៉ុណ្ណឹងខ្ញុំអរគុណច្រើនសម្រាប់ការទស្សនាហើយខ្ញុំក៏មានបទចម្រៀងមួយជូនទៅកាន់អ្នកទាំងអស់គ្នាចូលគេងនៅក្មេងតូចគេបារម្ភគេខ្វល់ខ្វាយ